ខ្ញុំណាស់ហើយចុះខ្ញុំយល់ព្រមនេះលោកមិនអាចយល់ព្រមដល់មិនស្ម័គ្រចិត្តទេណាខ្ញុំមាននិយាយថាខ្ញុំមិនស្ម័គ្រចិត្តទេណានៅថាអត់ទៀនមើលមកលោកណាគ្មានស្នាមញញឹមសោះហើយសំឡេងក៏មិនសប្បាយចិត្តដែរហេបានខ្ញុំសើចខ្ញុំសប្បាយចិត្តណាស់ហាហាហាតើបានហើយណាចាន់មូលមនុស្សមិនមូលមានន័យថាម៉េចក្រែងឥឡូវខ្ញុំនៅក្បែរខ្លួននាងហើយតើមិនមែនខ្ញុំនិយាយពីលោកទេខ្ញុំនឹកឃើញម្ដាយបង្កើតរបស់ខ្ញុំគួរឲ្យសោកស្ដាយមែនគាត់មិនអាចឃើញខ្ញុំធ្វើកូនកំមុំរៀបការជាមួយលោកខ្ញុំដូចជាកម្រលឺនាងរំលឹកពីម្ដាយមកកើតដែរពេលខ្ញុំអាយុ1ឆ្នាំម្ដាយខ្ញុំក៏ស្លាប់តែលើថាខ្ញុំដោយម្ដាយខ្ញុំណាប៉ុន្តែខ្ញុំអត់ចង់ចាំរូបរាងគាត់សោះគឺសល់តែគំនូរមួយផ្ទាំងការប៉ັດពុកខ្ញុំគិតថាគាត់លេងយកប្រពន្ធទៀតហើយតែក្រោយមកគាត់នាំខ្ញុំដាស់គ្រប់ទិសទីធ្វើពុកផងម្ដាយផងមានការទៅតពេលខ្ញុំអាយុ3ឆ្នាំទៅមានចាំហាណៃនោះហើយក៏យកម្ដាយចង់ខ្ញុំអូគិតតែពុករបស់នាងមហិមានណាស់ណោះម្យ៉ាងវិញទៀតពុកខ្ញុំនិងម៉ែចង់ខ្ញុំបានសន្យាគ្នាឲ្យតែម្ដាយចង់ខ្ញុំស្រឡាញ់ខ្ញុំដូចជាកូនបង្ការគាត់ថាលេងយកប្រពន្ធចង់ទៀតហើយអូអញ្ចឹងតាទើបលោកស្រីធានអត់មានកូនបង្ការហើយឪពុករបស់នាងក៏លេងយកប្រពន្ធចង់មើលទៅឪពុករបស់នាងស្រឡាញ់នាងមែនណោះត្រូវហើយដូច្នេះហើយពេលយើងរៀបការលោកត្រូវតែកតញ្ញូជាមួយពុកខ្ញុំបើមិនអញ្ចឹងទេអត់ហើយចំណុចនេះនាងមកជឿខ្ញុំទៀតហើយខ្ញុំបាននិយាយហើយខ្ញុំស្ងើចសរសើរដែលនាងមានឪពុកម្ដាយស្រឡាញ់អញ្ចឹងមិនដូចជាខ្ញុំដែលនៅឯកោម្នាក់ឯងទេអេតែក្រោយពេលដែលយើងរៀបការហើយលោកមានផ្ទះហើយមានពុកមានម៉ែមានប្រពន្ធមានកូនហើយយើងអាចទៅទទួលផ្ដាច់ជាកូនស៊ីងតាំងមកស្នាក់នៅជាមួយយើងទេយ៉ាងម៉េចដែរស៊ីនៅផ្ទះស្ដាប់ប្រពន្ធរៀបការស្ដាប់ប្តីយ៉ាងហ្វានកុំចាស់កំរិលពេកបងបានសន្យានឹងអូនហើយក្រោយពេលរៀបការហើយត្រូវតែនៅផ្ទះអូននេះត្រូវហើយការពិតបងតែងគ្មានឱកាសនិយាយរឿងនេះប្រាប់អូនឲ្យច្បាស់លាស់បងមានការទើបទាល់ចំទាស់ពុកអូនដល់បាក់ចំហបងគឺជាប្រុសត្រូវតែចេញទៅក្រៅប្រឡូកពិភពគុណបង្កើតការងារម្យ៉ាងទៀតបងមិនទាន់បានសងសឹកបងសង្ឃឹមថាក្រោយពេលរៀបការជាមួយអូននឹងចាក់ចេញទៅសងសឹកចាំត្រឡប់មកដំណាក់ធានទទួលអូនឲ្យចេញមករួចហើយក៏បង្កើតផ្ទះមួយសម្រាប់ពីរអ្នកយើងផ្ទះអូនគឺផ្ទះបងហើយនៅបាញ់ចែកធ្វើអីទេអូនមិនទាន់យល់ទេឪពុកអូនគឺជាម្ចាស់សម្ព័ន្ធពិភពគុណបងមិនចង់ក្រោយពេលរៀបការជាមួយអូនហើយអ្នកផ្សេងយល់ថាបងរៀបការចូលគ្រួសារធានអញ្ចឹងថ្ងៃក្រោយយ៉ាងហ្វាងបងប្រឡូកពិភពគុណក៏មិនអាចឈរត្រង់ខ្លួនដែរហើយក៏មិនចង់ឲ្យអ្នកផ្សេងសើចជាមួយអូនណាថាក្រោយពេលរៀបការហើយនៅពឹងឪពុកម្ដាយខាងស្រីទៀតធ្ងន់ធ្ងរដល់ម្លឹងឯងអញ្ចឹងពុកម៉ែអូនក៏ជាពុកម៉ែបងដែរស៊ីតែនៅចាំពាក្យដែលយើងនិយាយគ្នាក្នុងរោងភ្នំដែរទេមនុស្សយើងត្រូវតែធំពេញវ័យហ៎ស៊ឺអូនជាកូនស្រីរបស់សម្ដេចក្រោយពេលរៀបការជាមួយបងប្រហែលជាត្រូវរងទុក្ខលំបាកហើយអូនមិនខ្លាចទេអូនក្លាហានណាស់អេមានទៀតបងសង្ឃឹមថាគ្រួសារធានត្រូវតែមានអ្នកចំនួនក្រោយដែរកូនទី1យើងដាក់តកោយ៉ាងកូនទី2ដាក់តកោធានឯកូនទី3វ៉ាបងតើអូនជាមេជ្រូកឯងហេមាននរណាថាអូនជាមេជ្រូកបងមិនមែនតកូលជូទេណាបងតកូលយ៉ាងអូនជាមេប៉ប៉ែណាអូនមិនចង់ធ្វើមេប៉ប៉ែទេណែអូនក៏មិនចង់ធ្វើមេជ្រូកហើយក៏មិនចង់ធ្វើមេប៉ប៉ែដែរកំរិតអូនមិនចង់ធ្វើមេជ្រូកទេបងស្នាបានកំរិតឈប់សិនមិនធានពេញចង់រៀបអង្គការស៊ឺឲ្យតែយ៉ាងហ្វាំងមិនបានទេខ្ញុំទៅរកគេដើម្បីជំរាបបញ្ជីជប់សិនកុំទៅយ៉ាងមិននឹងលោកភ្លេចហើយលោកឲ្យខ្ញុំទៅចូលស្ដីគេណាពេលនេះយ៉ាងហ្វានឹងស៊ឺនឹងគ្មានអារម្មណ៍ល្អទីមលោកចូលស្ដីគឺជាឱកាសល្អហើយប៉ុន្តែឮថានៅបាតជ្រុះនោះពួកគេនៅជាមួយគ្នាជាច្រើនថ្ងៃហើយប្រែខ្លះជាផ្អែមល្ហែមនឹងគ្នា
ប្រហែលជាអាចប៉ះពាល់នឹងគ្នាទៀតផងពេលនេះលោកចូលទៅមានតែគេស្អប់អាចប៉ះពាល់នឹងយ៉ាងហ្វាំងនិងស៊ីងតឹងដែលជាអ្នកខ្លាំងដែរហើយគ្មានប្រយោជន៍ចំពោះរឿងដែលលោកចង់ធ្វើសម្ព័ន្ធពិភពគុណនោះទេដូច្នេះហើយរឿងនេះលោកឈប់រំលឹកទៅតើខ្ញុំនិយាយនេះត្រូវឬក៏ខុសលោកពិចារណាបានច្បាស់ហើយចាំគិតទៀត ព្រោះតែរឿងនេះយើងប្រឹងប្រែងខ្លាំងណាស់ឥឡូវលោកឲ្យខ្ញុំផ្អាកខ្ញុំសុខចិត្តទេ កុំបារម្ភអីខ្ញុំមានមធ្យោបាយផ្សេងលោកចាំតែមើលទៅ គឺស៊ូលោកឲ្យខ្ញុំទៅដល់ផ្ទះទៀតណាតើហេតុអី កុំសួរច្រើនពេកឆាប់ធ្វើទៅ ហើយយ៉ាអ្នកពូកែអែបអស់ដើរឲ្យលឿនតិចបានទេចេះតែសាប់ញ៉ាំចឹងទោះជាដើរដល់មេឃងឹតក៏ទិញមិនគ្រប់ដែរ ដៃរបស់ខ្ញុំយូរឲ្យបានច្រើនបែបនេះមកយ៉ាងទៀតនៅតាមផ្លូវនាងរអ៊ូមិនឈប់ អេលោកនិយាយអីហ្នឹងអ្នកណារអ៊ូរទាំខ្ញុំប្រាប់លោកណាលោកបាត់បង់ស្នេហាកុំបញ្ចេញកំហឹងលើខ្ញុំ អេអ្នកណាបាត់បង់កុំនិយាយប៉ណ្ណា ហើយយ៉ាអ្នកណាមិនដឹងថាលោកលួចស្រឡាញ់អ្នកនាងឥឡូវគាត់ចិត្តរៀបការកូនកំឡោះមិនមែនលោក មិនបាត់បង់ស្នេហាគឺអ្វី ហេ គឺស៊ូក៏ពិបាកចិត្តពេកបន្តិចទៀតខ្ញុំទិញតំណាប់ក្រូចឲ្យពីចង្កាក់ណាហូបឲ្យផ្អែមទៅដើម្បីឲ្យផ្អែមចិត្តដែរណា អីយ៉ាផ្អែមស្អីទៀនសិញនាងនិយាយពីខ្លួនឯងហ៎ឈ្មោះរាប់បានល្អមែន អើកុំសាច់ចំអកខ្ញុំអីទោះយ៉ាងជាខ្ញុំគ្រាន់តែជាអ្នកបម្រើម្នាក់មិនតែអាចប្រៀបជាមួយអ្នកនាងស៊ឺស៊ឺទៅគាត់គឺជាកូនស្រីអ្នកធំណា អីយ៉ាទៀនសិញមិនគ្នានិយាយអញ្ចឹងមនុស្សវាសនាខុសគ្នាណាបើតាមខ្ញុំដឹងព្រះអង្គម្ចាស់មិនមែនជាពុយពងខ្ពស់អីទេគ្រាន់តែព្រះអង្គម្ចាស់ជាអើវស្អីគេនោះ គឺព្រះអង្គម្ចាស់ធម្មតាខ្ញុំប្រាប់លោកហើយនឹងមិនប្រឹងរៀនទៀត ហ្នឹងហើយខ្ញុំរៀនសូត្របានតែបានដែរទេទៀនសិញអ្វីគឺព្រះអង្គម្ចាស់ធម្មតា ព្រះអង្គម្ចាស់ធម្មតាក៏ជារាជដែរលោកម្ចាស់ដំបងគ្រាន់តែជារាជធម្មតាមិនមែនជារាជវង្សានុវង្សក៏មិនមែនប្រឡងជាប់ស្អីដែរគ្រាន់តែពីមុនធ្លាប់ដឹកនាំសម្ព័ន្ធពិភពគុណទៅជាមួយជួរទ័ពប្រឆាំងពួកបរទេសដែលចូលឈ្លានពានជាមួយមហាក្សត្រមុនដូច្នេះហើយព្រះអង្គក៏តែងតាំងទ្រង់ជាព្រះអង្គម្ចាស់ចិនយានដែលជារាជហាណាមានទៀតព្រះជាយាធ្លាប់ក៏ហៅគាត់ចូលគាល់ឲ្យផ្ទាល់ដឹងថាពេលដែលលោកម្ចាស់ទៅសមរភូមិអ្នកនាងស៊ឺស៊ឺក៏កើតមកក៏បានប្រទានសោមាសមួយឲ្យគាត់ទៅ ហ៎សៅមីអូសៅមី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 ដែលព្រះមហាក្សត្រប្រទានឲ្យគាត់នោះប្រកាសជាមានតម្លៃណាស់ហើយ ប្រកាសឲ្យលោកម្ចាស់លោកស្រីបានទុកជាវត្ថុប្រចាំគ្រួសារថែមទាំងចេញបញ្ជារក្សាទុកជាពិសេសថែមទាំងថាថ្ងៃក្រោយអ្នកនាងស៊ឺស៊ឺរៀបការមានកូននឹងផ្ទេរជូនចៅរបស់គាត់ ស្មានដល់ថាលោកម្ចាស់ធាននៅមានរបស់ល្អបែបនេះទៀតនោះខ្ញុំចង់ឃើញដល់ហើយក ុំសង្កឹមអីរបស់មានតម្លៃបែបនេះមិននឹងអាចឲ្យគេមើលได้ងាយទៅខ្ញុំលើកថាមានតែលោកម្ចាស់និងលោកស្រីទេដែលធ្លាប់ឃើញសម្បែងអ្នកនាងស៊ឺស៊ឺក៏មិនដែលឃើញដែរ អីយ៉ាងគួរឲ្យស្ដាយណាស់នេះគឺជារបស់ទៅ គឺស៊ូអអីយ៉ាធានសិញយល់ល្អនាងទៅសិនទៅ អេគឺស៊ូលោកគ្មានចិត្តធម៌សោះលោកអត់លឺខ្ញុំហៅទេហ៎លោកថ្លឹងហ៎ នាងអ៊ីអឺ គឺស៊ូលោកដាច់ចិត្តណាស់យូរយ៉ាងនេះហើយនៅអត់ទៅមើលខ្ញុំទៀត ខ្ញុំធានសិញនាងកំខឹងអី កែស៊ូកុំទៅអីទៅកន្លែងខ្ញុំទៅណា ធានសិញតើពេលណាបានទៅរកខ្ញុំ ទេចាំខ្ញុំទៅរកនាងធានសិញចាំខ្ញុំផង ប្រកាសណា បកក អេអាព្រិននារី ធានសិញ ព្រិននារីតែឆ្ងាយពីខ្ញុំទៅ អូយធានសិញ អេម៉ាក់ណាម៉ាក់នឹងណា ដឹងហើយបានហើយអើយណែអូយដៃខ្យល់ហើយ មករបស់យ៉ាអបអរសាទើអេកុំលេងសាច់អីមានអីត្រូវអបអរនោះមិនលេងសាច់ទេលឺថានាងស៊ឺស៊ឺចរិតប្រៃច្រើនម្យ៉ាងទៀតពេលដែលរបស់ត្រូវរបួសនាងជួយមើលថែរបស់ឲ្យបាត់ចាន់ឬមួយក៏របស់មិនពេញចិត្តនឹងមង្គលការនេះទៀតមិនអាចថាមិនពេញចិត្តទេប៉ុន្តែគិតពីស៊ឺស៊ឺប្រហែលជា
ចាប់តាំងពីពេលដែលនាងកើតមកនេះជាអំពើដែលនាង